អូសស្ដីតេជន់មកវាញ់កាហ្វេទាំងអស់គ្នាថ្ងៃនេះបង្ហាញអំពីវីដេអូមួយដែលសំខាន់មែនទែនសម្រាប់ម៉ាស៊ីនកាហ្វេជាពិសេសទៅជាមួយនឹងម៉ាស៊ីនកាហ្វេ Mac Pro Freeze ដៃឆុងមួយខ្នាតមួយជ្រុងមកបងប្អូនដែលមានជាមួយនឹងរូបរាងបែបនេះនៅវីដេអូនេះយើងផ្ដោតជាមួយនឹងការលាងតែលើម៉ាស៊ីនដែលយើងចាក់ទឹកពីក្រោយណាបងចឹងបងប្អូនអាច follow បានពីដំបូងយើងអាចយកជាមួយនឹងធុងទឹករបស់យើងចាក់ទឹកស្អាតចំណុះ1លីត្រកន្លះបងប្អូនបន្ទាប់មកយើងយកជាមួយនឹងកែវ steam ក៏បានកែវអីក៏បានណាយើងដាក់ជាមួយនឹងទឹកក្តៅអ៊ុនៗចំណុះ100 ml ទឹកក្តៅអ៊ុនៗណាបងប្អូនបញ្ជាក់ហើយយើងប្រើជាមួយនឹងម្សៅលាងនេះម្សៅលាងនេះយើងមានចែកជូនជាមួយនឹងអតិថិជនជាមួយនឹងកញ្ចប់សេវាកម្មដែរណាយើងចែកជូនគាត់ free អញ្ចឹងយើងប្រើជាមួយនឹងស្លាបព្រាចំនួន2ស្លាបព្រាហ្នឹងទៅបើសិនជាបងប្អូនអត់មានជាមួយនឹងស្លាបព្រាហ្នឹងទេគឺយើងអាចប្រើជាមួយនឹងស្លាបព្រាកូរកាហ្វេអញ្ចឹងយើងដាក់តែ2ស្លាបព្រាយើងកូរវាឲ្យសព្វណាបងប្អូនបន្ទាប់ពីយើងកូរធ្វើម៉េចឲ្យរៀងបែកជាមួយនឹងម្សៅលាងហ្នឹងបន្តិចអូខេហើយយើងអាចមើលជាមួយនឹងវីដេអូនេះបងប្អូនយកទៅចាក់ចូលទៅក្នុងធុងទឹករបស់យើងដែលយើងប្រើជាមួយនឹងទឹកស្អាតបញ្ជាក់បងប្អូនតិចការប្រើប្រាស់ទឹកសំខាន់មែនតើសម្រាប់ការប្រើប្រាស់ទឹកសូមបងប្អូនប្រើជាមួយនឹងទឹកស្អាតឬក៏ទឹកធំសូមកុំប្រើជាមួយនឹងទឹករ៉ូម៉ាណេអូខេបន្ទាប់មកយើងលាយចូលទឹកថ្នាំយើងចូលហើយយើងយកធុងទឹកហ្នឹងទៅដាក់នៅខាងក្រោយម៉ាស៊ីនកាហ្វេរបស់យើងវិញយើងធ្វើការបិទគម្របបន្ទាប់មកគឺយើងបើកជាមួយនឹងម៉ាស៊ីនរបស់យើងហើយយើងត្រូវចុចជាមួយនឹងប៊ូតុង discard គឺជាប៊ូតុងលាងណាបងប្អូនអូខេយើងចុចមកពោកមករួចហើយយើងធ្វើការចុចជាមួយនឹងប៊ូតុងមួយ shot ដល់ទៅពេលប៊ូតុងមួយ shot ហ្នឹងបន្ទាប់ពីហូរទឹកខ្លួនឯងហើយបងប្អូនចុចជាមួយនឹងប៊ូតុង2 shot បន្ទាប់ពីចុច2 shot ហើយគឺយើងចុចជាមួយនឹងប៊ូតុងទឹកក្តៅបន្ទាប់ពីចុចទឹកក្តៅហើយគឺយើងចុចគ្រប់ប៊ូតុងទាំងអស់លើកឡើងទៅប៊ូតុង discard ហ្នឹងណាបងប្អូនយើងអាច follow ជាមួយនឹងវីដេអូនេះទៅយើងធ្វើអញ្ចឹងដដែលទៅណាបងប្អូនធ្វើតាមវីដេអូនេះបន្ទាប់ពីយើងចុចគ្រប់ប៊ូតុងហើយបងប្អូនគឺយើងបើកជាមួយនឹង steam យើងបើកឲ្យអស់នៅក្នុងវីដេអូដែល admin បង្ហាញនេះបន្ទាប់ពីយើងបើក steam ចោលហើយបងប្អូនធ្វើការបិទ steam វិញរួចហើយយើងដោយសារទឹកនៅត្រេរបស់យើងពេញបងប្អូនអញ្ចឹងយើងត្រូវដកយកត្រេហ្នឹងយកទៅចាក់ទឹកចេញសិនណាបន្ទាប់មកយើងយកមកដាក់វាវិញមកយើងបន្តធ្វើរហូតដល់ទឹករបស់យើងនៅសល់តែកន្លះអូខេអញ្ចឹងយើងចុចប៊ូតុងនឹងម្ដងទៀតប៊ូតុងយើងចុចប៊ូតុង1 shot 2 shot ប៊ូតុង menu ប៊ូតុងអីក៏បានដែរព្រោះយើងលាងជាមួយនឹងប្រព័ន្ធទុយោតែមួយទេណានៅខាងក្នុងតែបងប្អូនអាចចុចជាមួយនឹង menu នេះក៏បានដែរយល់ខ្ញុំស្នើសុំឲ្យបងប្អូនធ្វើទៅតាមវីដេអូនេះទៅដើម្បីកុំឲ្យជៀសវាងការខុសសម្រាប់ការលាងម៉ាស៊ីននេះគឺមានសារៈសំខាន់មែនតើព្រោះវាមានតួនាទីចូលទៅលាងជាមួយនឹងទុយោដែលមានកណកកំបោរមានស្នឹមអញ្ចឹងណាបងប្អូនអូខេបន្ទាប់មកយើងធ្វើការចុចបិទវិញហើយអានេះគឺយើងបន្ទាប់ពីយើងលាងជាមួយនឹងប្រព័ន្ធទុយោវាខាងក្នុងហើយគឺយើងលាងជាមួយនឹងក្បាលគ្រប់ម្ដងបងប្អូនយកជាមួយនឹងដៃឆុងបែបនេះហើយដាក់ជាមួយនឹងជ័រខ្មៅរបស់យើងហើយយើងធ្វើការដាក់ជាមួយនឹងម្សៅថ្នាំយើងក៏ដែរតែចំនួនតែ1ស្លាបព្រាទេហើយយើងយកមកដាក់តែដូចឆុងកាហ្វេធម្មតាណាហើយយើងធ្វើការចុចជាមួយនឹងប៊ូតុងដូចខ្ញុំបង្ហាញនេះយើងចុចជាមួយតាម1 shot ក៏បាន2 shot បានតែបងប្អូនចុចជាមួយនឹង menu ចោលទៅអញ្ចឹងវាអត់ហូរទឹកទេបងប្អូនដោយសារយើងធ្វើយកជាមួយនឹងជ័រមួយយកទៅដើម្បីបង្កាក់ជាមួយនឹងការហូរទឹកពីខាងក្រៅមកអញ្ចឹងគឺវាហូរទៅប្រព័ន្ធក្នុងរបស់វាលាងពីក្នុងរបស់វាណាបងប្អូនលាងជាមួយនឹងក្បាលទៅលាងអីមកបន្ទាប់ពីយើងចុចបានមកស្ទុះហើយយើងធ្វើការដកជាមួយនឹងជ័ររបស់យើងចាក់ទឹកចេញហើយយើងប្រហែលមើលនៅក្នុងធុងទឹករបស់យើងអូខេនៅសល់ទឹកកន្លះអញ្ចឹងយើងដាក់ទឹកចូលវិញហើយយើងធ្វើការចុចជាមួយនឹងប៊ូតុងដដែលធ្វើដូចក្នុងរូបហ្នឹងណាយើងចុចទឹកក្តៅយើងចុច1 shot ចុច2 shot ក្បាលគ្រប់គឺលាងតែមួយផ្លែទេបងប្អូនណាលាងដូចមិញគឺគេប្រើជាមួយនឹងសន្ទះជ័រពណ៌ខ្មៅដាក់ចូលទៅក្នុងដៃឆុងរួចហើយយើងធ្វើការដាក់ម្សៅចំនួន1 ស្លាបព្រាហើយយើងធ្វើការចុចលាងប្រហែលជាត្រឹមប្រហែលជា20 វិនាទីបងប្អូនរួចហើយគឺហើយជាមួយនឹងក្បាលគ្រប់ហ្នឹងបន្ទាប់ពីបងប្អូនដកដៃឆុងហើយយើងធ្វើការទឹករបស់យើងនៅសល់កន្លះគឺតម្រូវឲ្យយើងលាងម្ដងមកធុងនឹងអស់ហ្មងអញ្ចឹងបងប្អូនធ្វើទៀតទៅចុចជាមួយនឹងមកគ្រប់ចោលនេះយើងដកដៃឆុងណាដកដៃឆុងយើងចុចជាមួយនឹង1 shot ចោល2 shot ទឹកក្តៅនិង steam ចោលបែបនេះណារហូតដល់យើងមើលឃើញធុងទឹករបស់យើងអស់ទឹកពីក្នុងហ្នឹងអូខេអស់ទឹកហើយអញ្ចឹងយើងយកធុងទឹករបស់យើងហ្នឹងយកទៅលាងឲ្យស្អាតពីទឹកថ្នាំនៅក្នុងវីដេអូនេះ admin កាត់កន្លែងហ្នឹងសូមអធិស្ឋានពួកយើងព្យាយាមបញ្យល់ឲ្យបងប្អូនយល់អញ្ចឹងនៅពេលដែលអស់ទឹកថ្នាំហ្នឹងហើយគឺយើងយកធុងទឹករបស់យើងទៅកលែងជាមួយនឹងទឹកស្អាតបងប្អូនណាបន្ទាប់មកយើងធ្វើការចុចវាម្ដងទៀតដើម្បីឲ្យអស់ម្សៅលាងហ្នឹងពីក្នុងក្បាលគ្រប់ពីក្នុងកន្លែងទឹកក្តៅហើយនឹងជាមួយនឹងsteam ផងដែរអញ្ចឹងយើងលាងម្ដងទៀតតែយើងធ្វើដដែលដូចនៅពេលដែលយើងលាងដាក់ម្សៅអញ្ចឹងតែយើងអត់ដាក់ម្សៅទៀតទេគឺយើងធ្វើការលាងជាមួយនឹងទឹកស្អាតផ្ទាល់តែម្ដង
ចឹងយើងចុចប្រហូរចោលទៅបងប្អូនណាចុចទឹកក្តៅចុច1សតចុច2សតចុច steam បើក steam ចោលយើងធ្វើរហូតហើយយើងអាចប្រើប្រាស់ម៉ាស៊ីនបានធម្មតាហើយយើងអាចប្រើប្រាស់បានហើយជាមួយការលាងបែបនេះគឺយើងរយៈពេលយើងប្រើអស់10គីឡូទៀតយើងលាងម្ដងបងប្អូនសូមប្រយ័ត្នប្រយែងមុនហ្នឹងគឺយើងត្រូវយកធុងទឹកយើងទៅលាងសិនណាបន្ទាប់មកចាំយើងដាក់ទឹកថ្មីអូខេអរគុណច្រើន